បាទសូមជម្រាបសួរបងប្អូនអរគ្នាថ្ងៃនេះបាទខ្ញុំមកនិយាយអំពីសង្គ្រាមនៅរុស្ស៊ីនិងយូក្រែនបាទបងប្អូនអរគ្នាដឹងស្រាប់ហើយថាសង្គ្រាមនៅរុស្ស៊ីនិងយូក្រែនមានរយៈពេល3ឆ្នាំបាទ3ឆ្នាំទៅហើយអញ្ចឹងមូលហេតុដែលរុស្ស៊ីវាយទៅលើអ៊ុយក្រែនគឺដោយសារតែបាទអ៊ុយក្រែនទាមទារចង់ចូលជាសមាជិក NATO បាទហើយយើងក៏លេខមកមើលត្រង់នៅឆ្នាំ2025ហ្នឹងបាទគឺប្រទេសសហរដ្ឋអាមេរិកបាទគឺគាត់បានចង់ដកសមាជិកភាពចេញពី NATO បាទជារឿងនយោបាយដែលថាលោក Donald Trump ចង់ដកសមាជិកភាពចេញពី NATO ពីព្រោះបាទសហរដ្ឋអាមេរិកគឺមាន NATO បាទហើយសហរដ្ឋអាមេរិកគឺជាបងធំបាទហើយទាំងសេដ្ឋកិច្ចទាំងសភាវុធគឺលេខ1ចឹងហើយជានយោបាយគឺសហរដ្ឋអាមេរិកគឺត្រូវទៅលុក NATO បាទប៉ុន្តែពេលខ្លះ NATO ពេលខ្លះគឺប្រទេសដែលនៅក្នុងសមាជិក NATO គឺគាត់ដឹងបាទដឹងថាដើរនយោបាយបាទអ្នកខ្លះទៀតក៏មិនដឹងទេបាទអញ្ចឹងមូលហេតុបាទដោយសារតែរុស្ស៊ីគឺបានដាក់ចិត្តដាក់កាយទៅលើការធ្វើសង្គ្រាមធ្វើម៉េចឲ្យឈ្នះអ៊ុយក្រែនបាទបើមិនឈ្នះគឺត្រូវតែធ្វើសង្គ្រាមធំគឺសង្គ្រាមលោកលើកទី3បាទអញ្ចឹងរុស្ស៊ីគឺបានត្រៀមចិត្តត្រៀមកាយបាទសម្រាប់ការធ្វើសង្គ្រាមនឹងរួចហើយអញ្ចឹងសំណួរសួរថាតើហេតុអ្វីបានប្រឈមមុខទៅនឹងសង្គ្រាមលោកលើកទី3ហេតុអ្វីបានលោក Donald Trump បាទចង់ដកសមាជិកភាពចេញពី NATO បាទត្រង់ចំណុចនេះលោក Donald Trump គាត់ចង់ញាក់ NATO ឲ្យបាទទៅជួយហ៊ានលូកដៃចូលជ្រៅជាមួយអ៊ុយក្រែនអត់បាទហើយច្បាស់ណាស់ថាបើសិនជាមានសង្គ្រាមលោកលើកទី3បាទមីស៊ីលមួយក៏នុយក្លេអ៊ែររបស់រុស្ស៊ីដែលបានចុច NATO ជាពិសេសគឺសហរដ្ឋអាមេរិកដែលរុស្ស៊ីបាននិយាយបាទគឺតែងតែមានចំនួនជាមួយគ្នាបាទគឺច្បាស់ណាស់ថានុយក្លេអ៊ែរនឹងហោះទៅសហរដ្ឋអាមេរិកមុនគេអញ្ចឹងនៅត្រង់ចំណុចហ្នឹងគឺបងប្អូនអរគ្នាតែងតែគិតដែរថាហេតុអ្វីបានយើងត្រូវឲ្យមីស៊ីលនុយក្លេអ៊ែរមកធ្លាក់ផ្ទះយើងមុនបាទត្រង់ចំណុចហ្នឹងគឺលោក Donald Trump គឺបញ្ញាក់បាទបញ្ញាក់អារម្មណ៍ NATO ឲ្យលូកដៃចូលជ្រៅទៅបង្វែរបាទបង្វែរការចាប់អារម្មណ៍របស់រុស្ស៊ីបង្វែរទៅសមាជិកបាទសមាជិកប្រទេសដែលលូកដៃជ្រៅជាងគេដូចជាបារាំងដូចជាបាទប្រទេសមានប្រទេសច្រើនទៀតបាទដែលលូកដៃចូលហើយច្បាស់ណាស់បើសិនជាមានសង្គ្រាមលោកលើកទី3កើតឡើងបាទមីស៊ីលនុយក្លេអ៊ែរនឹងហោះបាទទៅប្រទេសទាំងនោះបាទអញ្ចឹងជាការព្រួយបារម្ភបាទបច្ចេកវិទ្យាខ្លាំងមែនក៏ប៉ុន្តែមានពេលខ្លះបច្ចេកវិទ្យាខ្លះក៏បានសាកល្បងបច្ចេកវិទ្យាខ្លះក៏មិនបានសាកល្បងសភាវុធចឹងហើយបានថាគោលនយោបាយសហរដ្ឋអាមេរិកបច្ចុប្បន្ននេះគឺគោលនយោបាយពញាក់ឲ្យ NATO បាទលូកដៃចូលឲ្យជ្រៅជាមួយនឹងអ៊ុយក្រែនបាទហើយ
ច្បាស់ណាស់ថា NATO មានប្រទេសខ្លះគាត់បានលូកដៃចូលជ្រៅមែនបាទដោយសារតែសហរដ្ឋអាមេរិកគឺគិតថាចង់ដោះដៃពីអ៊ុយក្រែនក៏បានក៏ប៉ុន្តែនៅក្នុងស្ថានភាពបែបហ្នឹងគឺมันអាចដោះដៃបានទេទីមួយគឺដោយសារតែលូកដៃចូលជ្រៅទៅហើយបាទបើសិនជាដោះដៃចេញបាទនឹងធ្វើឲ្យវាមានកេរ្តិ៍ឈ្មោះមួយបាទអត់ល្អនៅលើពិភពលោកបាទគឺវាមានប្រវត្តិសាស្ត្រមួយបាទអញ្ចឹងជ្រុលជាអញ្ចឹងហើយគឺបានត្រៀមជើងព្រួលបាទខ្ញុំចង់និយាយថាមិនសង្ឃឹមថាមិនចង់ឲ្យរឿងនឹងវាកើតឡើងទេក៏ប៉ុន្តែបើសិនជារឿងនឹងកើតឡើងយើងអាចវិភាគទាំងអស់គ្នាបានថាហើយអ្វីក៏សហរដ្ឋអាមេរិកបាទគឺឆ្លាតហើយពូកែបាទអញ្ចឹងតាបងធំហើយគឺมันអាចយកខ្លួនបាទទៅរងជាមួយនឹងសមរភូមិមកទេបាទដោយយើងជាអ្នកមេបញ្ជាការបាទយើងអត់អាចទៅរងបាទជួមុខបានទេបាទយ៉ាងហោចណាស់គេវាយអស់ទៅបានដល់យើងហើយបាទជាមេបញ្ជាការអញ្ចឹងសហរដ្ឋអាមេរិកគឺដូចគ្នាបងប្អូនអរគ្នាអញ្ចឹងបានថាយើងកុំឆ្ងល់ថាហេតុអ្វីបានជាលោកដូណាល់ត្រាំគាត់ពញាក់អារម្មណ៍មួយនឹងបាទអញ្ចឹងគោលនយោបាយមួយគឺធ្វើលក្ខណៈមួយថាចង់ដកថយចង់ចរចាជាមួយរុស្ស៊ីបាទប៉ុន្តែយើងក៏លេខទៅមើលរុស្ស៊ីគឺអត់ព្រមទេសង្គ្រាមនេះគឺត្រូវឈ្នះបាទបើចរចាមានតែឲ្យទឹកដីទៅអ៊ុយក្រែនវិញបើសិនជាចរចាជំរឿគឺមានតែបែបហ្នឹងទេប៉ុន្តែបើអ៊ុយក្រែនចរចាលុះត្រាទាល់តែបានទឹកដីមកវិញបាទបានគាត់ព្រមបាទអញ្ចឹងវាផ្ទុយគ្នាអញ្ចឹងវាមិនអាចមានហេតុផលផ្ទុយគ្នាដែលត្រូវចរចាគ្នាត្រូវទេបងប្អូនអរគ្នាអញ្ចឹងបានថាសង្គ្រាមរុស្ស៊ីមានប្រៀបបាទប៉ុន្តែបើសិនជារុស្ស៊ីមានប្រៀប NATO ចូលជួយអ៊ុយក្រែនបាទគឺនឹងផ្ទុះសង្គ្រាមផ្ទុះប៊ុំរ៉ៃផ្ទុះសង្គ្រាមលោកលើកទី3គឺដោយសារតែរុស្ស៊ីគឺនៅត្រង់ចំណុចមួយដែលថាចំណុចក្រហមបាទបើសិនជាមានប្រទេសណាផ្សេងហ៊ានចូលមកជួយយូក្រែនលូកដៃចូលដាក់តបខ្លួនឯងចូលអានឹងរុស្ស៊ីនឹងច្បាស់ណាស់ថានឹងវាយហើយបាទវាយហើយគឺគ្មានសនใจដៃទេបងប្អូនអរគ្នាបាទហើយនឹងដាក់ជាលក្ខណៈមួយថាតេស្តនុយក្លេអ៊ែរបាទនៅលើទឹកដីអ៊ុយក្រែនបាទឬមកក៏គ្រាន់តែបញ្ជាក់មកគ្រាប់ពីគ្រាប់សិនដើម្បីឲ្យពិភពលោកបាទងាកមកមើលថាតើអ្នកណាហ៊ានទៀតអត់បាទអញ្ចឹងបើថាដំណោះស្រាយបាទគឺគេដឹងប៉ុន្តែយូរហើយនឹងឆាប់បងប្អូនគ្នាប៉ុន្តែគ្រាន់តែថាបើសិនជាស្រស់ស្រួលគ្នាបាទខ្ញុំសង្ឃឹមថាមានការស្រស់ស្រួលគ្នាបាទបែងចែកលក្ខណៈមួយថាទៅតាមអ្វីដែលភាគីសងខាងបាទអាចទទួលយកបានអានឹងល្អបាទអត់មានសង្គ្រាមល្អបាទមូលហេតុដែលរុស្ស៊ីវាយយូក្រែនមូលហេតុគឺវាមាននៅពីក្រោយច្រើនបងប្អូនអ្នកគ្នាក៏លេខទៅមើលយើងមើលនៅខាងមុខអេក្រង់ទូរទស្សន៍យើងឃើញថាគ្រាន់តែឃើញថារុស្ស៊ីវាយអ៊ុយក្រែនតែប៉ុណ្្នឹងឯងក៏ប៉ុន្តែយើងក៏លេខទៅខាងក្រោយបាទប្រទេសមហាអំណាចមួយទាំងមូលគឺมันអាចឲ្យមានការចូលជាសមាជិកបាទកុម្មុយនីសរុស្ស៊ីជាប្រទេសមួយដែលកុម្មុយនីសហើយ
lột sấy bạn từ cái bài cùng ní hay từ cái bài là bóng tép bạn là bóng tép là bóng xí cứ Ukraine bạn chẳng ta cái vô bóng tép bạn hái bạn cái trong vi dân phê na các bạn này và cái trong giờ lót dân phê na các bạn này chẳng rồi xí của con chẳng chẳng bóng bọn nào này từ bản chất ở từ lý hay về nhẹ mờ ở vị trí này bạn chẳng dân mình tốt từ khang nam nè thế còn được thang và tế vì miền đàn cầm nọt bọc kế hay miền là bóng tiền bọc kê và tay bà sân dịp tế mùi nâng vì phân khnia thế cả lăng hạp hà khnia thế anh vì ai bà đom son khnia bạn cả bà tay bà sân dịp tế mùi mà hàm nát bà tế mùi tiết và tuần soi và anh nâng chia là bóng tiết là bóng hàm này bà này dân rúa riêng rúa rùm rúa chỉ mùi mà hàm này và chẳng đại dương mình che rúa nơi chỉ mùi kia thế anh nâng kiểu vậy hay bóng của nó nè và từ mày bài cho bạn ấy và lời lục nè miền Việt hà du lịch thua tiền và chẳng bà ba Việt hà du lịch thua cứ Rosi chi nè du lịch thua à và NATO đó là bọn tiền hay bà quật mình rơ bằng rác thế và cứ từ một ở rồi vậy chúng cá đôi dụ bài ba chục chứ chúng cá năm ní tới cái chặt cái này năm ní tới cái chặt cái nó cái và chẳng kê miên ca bia luôn chẳng mình hà dụ bài về khác dân mơ là không ekran và social media mới tới khơi rồi xí về Ukraine cầm tay hạt pháo này kì nên này bà tây thông thông cái bờ khơi bà mở khơi thông dừng 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 tôi dừng trên nè tam đan ấy mơ mình đo chơi đi vòng của nó nè bà tây dừng ai miền của ba mươi là sầm đọc kết và kết thà Rosi một hạt ấy bằng Rosi vì Ukraine hay một hạt ấy bàn chỉ Donald Trump trong đọc mà chất cấp hiệp trên pi NATO và chỉ có nội dung bài mùi là xã hội Americ đăng thảo vì nâng vi chiếm một chùa và sân chỉ xã hội Americ trong phơ sừng cream và trong rung chỉ cream nâng ở chắp chắp rồi mới có trong rung ở Ukraine nâng chứ nè cứ trái phơ sừng cream thông chỉ mùi rồi gì và ấy bởi cho cha lúc ra tòa ta song khang lúc đó đã Zelensky và Europrom đã cắt đây đã Russia vây ban oi từ Russia và này cắt đây là Russia vây ban oi từ Russia anh nâng cho cha bạn tái và sân chỉ Ukraine ở bàn phơiแบบนั้นទេគឺអត់មានដំណោះស្រាយទេបាទធ្វើសង្គ្រាមរុស្ស៊ីបាននិយាយរួចហើយវ្លាឌីមៀពូទីនបាទលោកបាននិយាយរួចហើយថាធ្វើសង្គ្រាមគឺត្រូវតែទទួលបានផលប្រយោជន៍បាទចឹងអត់មានចំណាយគ្រាប់ចោលទេបាទគឺត្រូវតែបានផលប្រយោជន៍ចឹងបើថាមានពេលខ្លះយើងគិតថាវាអយុត្តិធម៌មែនក៏ប៉ុន្តែយើងត្រូវតែកសាងប្រទេសឲ្យយើងបាទឲ្យខ្លាំងរួចហើយបានយើងមានលទ្ធភាពតតាំងជាមួយគេកុំគេហៅថាដូចជាបាទកុំយកលក្ខណៈមួយថាក្រក់សម្ព័ន្ធមិត្តបាទឬមួយក៏អ្នកជិតខាងដែលគេមិនដឹងរឿងទៅគឺយើងទៅពឹងគេបាទតែខ្ចីគ្រាប់គេបាទទៅទិញគ្រាប់គេអាហ្នឹងទិញអស់លុយហើយគេប្រឡែងដៃចោលហើយបាទហ្នឹងហើយអញ្ចឹងត្រូវកសាងខ្លួនឯងខ្លាំងសិនបាទខ្លាំងហើយអាហ្នឹងគេវាយើងវាវិញបាទខ្លាំងទៅខ្លាំងមកប៉ុន្តែអានេះ
Rosie bàn tất cả vì về về 7 năm và tại tamสมรรถភាពរបស់ Rosie បងប្អូនអ្នកគ្នាគិតថា Rosie វា Ukraine អត់ដាច់បាទរយៈពេល 3 ឆ្នាំហ្នឹងប៉ុន្តែយើងក៏លេខទៅមើលការវាយរបស់ Rosie បាទគឺវាយដោយលក្ខណៈតាមដំណើរបាទគឺអត់មានវាយសង្គ្រប់ព្រឹបពេកបាទគឺវាយតាមដំណើរបាទអញ្ចឹងបើថាវាយតាមដំណើរហើយវាយឲ្យបាទអ្នកដែលចង់ជួយនឹងលូកដៃចូលមកជួយហើយ Rosie ចង់ដឹងថាអ្នកណាបាទនៅពីក្រោយ Ukraine បាទអត់ច្បាស់ហើយអ្នកណាប្រទេសណាខ្លះដែលនៅក្រោយ Ukraine បាទអញ្ចឹងបានថាត្រង់សង្គ្រាមហ្នឹងគឺនៅពេលដែល Rosie វាយហើយគឺមិនមែនវាយយកផ្ដាច់ទេគឺវាដូចវាលក្ខណៈមួយថាវាពជាពេលឲ្យអ្នកដែលលូកដៃចូលក៏លូកដៃចូលអញ្ចឹងណាបាទហ្នឹងហើយបាទថាថ្ងៃណាមួយគឺវាផ្ដាច់បាទអញ្ចឹងបានថាលទ្ធភាពរបស់ Rosie បាទមហាអំណាចសភាវុធលេខ2បាទហើយវាជាមួយប្រទេសដែលបាទរុស្ស៊ីយូក្រែនទន់ខ្សោយបាទបើសិនជាមិនមានសភាវុធ NATO ជួយបាទគាត់វេតែសង្គ្រប់តាមអាព្រឹកបានហើយបាទហើយប្រទេសរុស្ស៊ីគឺធំបាទហើយទាហានក៏ច្រើនសភាវុធក៏ច្រើនដែរបាទប៉ុន្តែហេតុអ្វីបានវាមិនឈ្នះគឺវាពញាពេលបាទពញាពេលឲ្យមើលទៅឲ្យលក្ខណៈមួយថាចង់ដឹងថាអ្នកណាហ៊ានជួយបាទជួយហើយជួយវាមិនបាទហ្នឹងហើយគេហៅថាផ្កើនឌឺហ្នឹងហើយបងប្អូនទាំងគ្នាត្រង់ចំណុចហ្នឹងខ្ញុំគ្រាន់តែនិយាយវិភាគលេងទេបងប្អូនទាំងគ្នាហើយកុំប្រកែកប្រកាត់អីអញ្ចឹងបើថាត្រង់រុស្ស៊ីវាយអ៊ុយក្រែនពិភពលោកក៏មានបទពិសោធន៍ច្រើនបាទទទួលស្គាល់ច្រើនថានៅមានពេលខ្លះយើងពឹងទៅលើតាមមហាអំណាចដែលមកចង់មកជួយយើងក៏វាមិនកើតអាចតើយើងខ្លួនឯងហេតុអ្វីបានជាជប៉ុនបាទជប៉ុនខំកសាងខ្លួនម៉េចបាទជប៉ុនខ្លាចសង្គ្រាមលោកលើកទី3មកគឺជប៉ុនកសាងខ្លួនអត់ទាន់បាទអញ្ចឹងមុននឹងកសាងខ្លួនជប៉ុនមានថាជប៉ុនមានមិនថាតាំងពីសេដ្ឋកិច្ចមិនថាតាំងពីសភាវុធមិនថាតាំងពីតបគេហាត់អស់ហើយបាទហ្នឹងហើយគេត្រៀមទុកអញ្ចឹងយើងមើលកលេសមើលនៅខាងមុខរបស់យើងគិតថាមុខ social media យើងគិតថាវាជារឿងធម្មតាសម្រាប់រុស្ស៊ីនិងយូក្រែនក៏ប៉ុន្តែសម្រាប់អ្នកដឹកនាំគឺមិនមែនជារឿងធម្មតាទេប្រហែលតែបន្តិចកើតសង្គ្រាមលោកលើកទី3បាទសង្គ្រាមលោកលើកទី3ហើយប្រទេសណាដែលលូកដៃចូលជ្រៅជាងគេប្រទេសនឹងឯងគឺនៅឃ្លៀហោះទៅដល់មាត់គេបាទគេហ៊ានដល់ប៉ុណ្ណឹងហើយបាទនិយាយសភាវុធអត់មិនបាទមានគ្រាប់នុយក្លេអ៊ែរបាទគ្រាប់នុយក្លេអ៊ែរតើ100គ្រាប់អីហ្នឹងបាទគឺខ្ទេចសឹងតាពាក់កណ្ដាលពិភពលោកបាទអញ្ចឹងបើសិនជាម្នាក់មានគ្រាប់នុយក្លេអ៊ែររាប់ពាន់គ្រាប់បាទបងប្អូនសាកសម័យមើលរបូតតែមួយគ្រាប់ចូលទឹកដីប្រទេសខ្លួនឯងក៏វាមានបញ្ហាធំណាស់ហ្នឹងហើយអញ្ចឹងបើថាយើងបើកចិត្តឲ្យទូលាយហើយយើងវែកញែករឿងនឹងតិចទៅយើងអាចមើលឃើញពីលទ្ធភាពរបស់រុស្ស៊ីហើយអ្វីបានវាយូក្រែនបាទវាជារឿងអយុត្តិធម៌សម្រាប់យូក្រែនប៉ុន្តែពេលខ្លះរុស្ស៊ីក៏មានការព្រួយបារម្ភដែរជាសហព័ន្ធការប្រឡងរុស្ស៊ីជានិងយូក្រែនគឺជាសហព័ន្ធសូវៀតបាទសហភាពសូវៀតក៏ប៉ុន្តែបន្ទាប់ពីសហភាពសូវៀតបានដួលរលំទៅបាទមានប្រទេសច្រើនបែកចេញពីសហភាពសូវៀតទៅបង្កើតជាប្រទេសរបស់ខ្លួនឯងមានឯករាជ្យរបស់ខ្លួនឯង
ក៏តែនៅជាប់បងផ្ទះរបស់រុស្ស៊ីហ្នឹងឯងបាទអញ្ចឹងបើថាមានសង្គ្រាមគឺដឹងថាវាបាទបើតែនិយាយអត់ស្ដាប់គ្នាគឺវាបាទរឿងហ្នឹងគឺមានតែប៉ុណ្្នឹងឯង